បាទស្ដីបងប្អូនអរគ្នាឥឡូវយើងមកធ្វើការដោះស្រាយទៅលើទូរស័ព្ទដៃបាទ11បាទអូពូ 11 នេះគឺវាមានបញ្ហាជាប់អក្សរចិនហ្នឹងណាបាទម៉ាស៊ីននោះគឺគាំង logo ពេលយើងបើកមកបញ្ចេញ logo reboot ចូល reboot ឡើងទៅវាបាទចេញមកអក្សរចិនហ្នឹងទៅណាបាទហើយយើងធ្វើការ format វា format ហើយក៏វានៅតែចេញមកអញ្ចឹងដែរណាឥឡូវដំណោះស្រាយរបស់យើងគឺមានធ្វើការ write program ថ្មីបាទអញ្ចឹងដើម្បីធ្វើការ write program ថ្មីបានគឺយើងត្រូវមានកម្មវិធី unlock tool បងប្អូនបាទ unlock tool ណាបាទហើយមួយវិញទៀតគឺយើងត្រូវធ្វើការ download យក stock room មកវាបាទ firmware វានេះបាទយើងបាន download មករួចរាល់ហើយបាទជាប្រភេទ stock room ដែលមាន file របស់វាគឺ OSP ណា OSP អូខេដើម្បីចូល write វាបានគឺយើងត្រូវចូលទៅកន្លែង MediaTek ណាដោយសារទូរស័ព្ទដៃនេះជាប្រភេទ CPU MediaTek បាទហើយយើងចូលកន្លែងនេះមកយើងមកស្ដាប់នេះយកពាក្យថា load scatter file បាទ load scatter file ហើយយើងចូលមកកន្លែង download ដែលយើងបាន download យក firmware វាណាបាទយក firmware វាហ្នឹងបាទហើយជ្រើសរើសយកប្រភេទ OSP ណាបាទ OSP file ហ្នឹងចូលមក open ចូល flip មកបាទនេះចូលមកហើយនេះបាទបន្ទាប់មកយើងដាក់ tick ទៅលើ preloader យើងនេះបាទរើសយក Oppo បាទ Realme 1អញ្ចឹងទៅបាទអាហ្នឹងគឺគេហៅថា preloader របស់វាបាទបន្ទាប់ពីហ្នឹងមកទៀតយើងត្រូវធ្វើការចុចទៅលើពីតា flash អូខេបាទបន្ទាប់ពីយើងចុចទៅលើ flash ហើយយើងត្រូវធ្វើការបាទបិទទូរស័ព្ទដៃយើងទៅណាបាទហើយធ្វើការច្របាច់ blame បោក blame ដកនេះ blame បោក blame ដកឲ្យដល់ខ្សែចូលណាបាទដោយសារតែម៉ាស៊ីននេះគឺខ្ញុំបានដោះគ្រឿងវាចេញអញ្ចឹងវាពិបាកក្នុងការច្របាច់អញ្ចឹងគឺខ្ញុំសូមធ្វើការដក USB ខាង computer វិញបាទហើយចាក់តាបៀតណាបងប្អូនណាបាទចាក់តាបៀតបាទខ្ញុំសូមធ្វើការចាក់តាបៀតដែរបាទដោយសារវាពិបាកអូខេតែទៅមួយ file បងប្អូនទៅ download ឲ្យស្រួលបាទពេលខ្លះយើង download មកខុស file បាទវាអាចបណ្ដាលឲ្យគេហៅថានេះណាងាប់ boot ងាប់អីបានណាអូខេអូខេអូខេឥឡូវខ្ញុំធ្វើការចាក់វាដាក់បាច់ឆ្លងទៅចឹងការចាក់បន្តិចឲ្យពិបាកបន្តិចបាទវេទនាម្ល៉េះអធិស្ឋានបងប្អូនបាទដោយសារយើងដោះម៉ាស៊ីនចេញមកអញ្ចឹងគឺយើងមានចាក់តាបៀតហ្នឹងឯងបាទអញ្ចឹងយើងធ្វើការកឹបថ្មចូលទៅវិញបាទនេះអញ្ចឹងគឺយើងរងចាំវាធ្វើការ flash program ថ្មីចូលមក
เคแล้วพี่นำมาขึ้นมายังดำนาการจำกูกองคอนดิ